សួស្តីអ្នកនរគ្នាចឹងហើយយើងបន្តទៀតនៅការចែករំលែកចំណេះដឹងទៅវិញទៅមកចឹងថ្ងៃនេះគឺខ្ញុំលើកយកប្រធានបទមួយទាក់ទងនឹងក្បួនមើលមនុស្សចឹងហេតុអីបានខ្ញុំយកប្រធានបទហ្នឹងមកនិយាយមកចែករំលែកគឺដោយសារតែនៅក្នុងសង្គមរបស់យើងគឺយើងពិបាកខ្លាំងមែនទែននៅពេលដែលយើងធ្វើការឬក៏យើងរកស៊ីឬក៏យើងរៀនក៏ដោយរាប់អានមិត្តក៏ដោយឬក៏យើងមានទំនាក់ទំនងជាមួយដៃគូឬក៏នរណាម្នាក់ក៏ដោយបើសិនតែយើងខ្វះវិធីសាស្ត្រឬក៏យើងខ្វះទាក់ទងនឹងក្បួនក្នុងការមើលមនុស្សនឹងទេគឺយើងពិបាកណាស់យើងនឹងជួបហានិភ័យព្រោះមនុស្សឥឡូវវាអត់ដូចពីមុនទេវាអត់សូវជាសប្បុរសដូចពីមុនអញ្ចឹងក៏តែមានប្រយោជន៍តែមានភាពសប្បុរសបើអត់មានប្រយោជន៍ទេគឺភាពសប្បុរសហ្នឹងវាអត់មានពិតប្រាកដនោះទេអញ្ចឹងតាមថាមនុស្សយើងគួរតែមានចិត្តសប្បុរសទៅវិញទៅមកឲ្យបានច្រើនទៅល្អអញ្ចឹងប៉ុន្តែដោយសារតែសង្គមឥឡូវវាធ្លាក់ចុះនៅគុណធម៌ច្រើនអញ្ចឹងទៅភាពសប្បុរសរបស់មនុស្សហ្នឹងក៏កាត់បន្ថយកាន់តែច្រើនដូចគ្នាដែរអញ្ចឹងដូច្នេះហើយទោះបីជាយើងមនុស្សសប្បុរសក៏ដោយឬក៏អ្នកដទៃសប្បុរសមកលើយើងក៏ដោយក៏យើងត្រូវតែមានវិធីសាស្ត្រមួយចំនួនដែលយើងត្រូវអង្កេតដូចគ្នាដែរមិនអាចថាគេនិយាយល្អយើងត្រូវតែចេះតែជឿគេទាំងស្រុងអត់អាចទាំងស្រុងបានអញ្ចឹងទេហើយពេលខ្លះគេល្អពិតប្រាកដក៏យើងត្រូវតែមានភាពល្អក្នុងការមើលគេដែរអញ្ចឹងល្អអាក្រក់វានៅជុំគ្នាវានៅជាមួយគ្នាអញ្ចឹងយើងពិបាកបែងចែកអញ្ចឹងតើតើយើងមានវិធីសាស្ត្រខ្លះក្នុងខ្លួនដែរអញ្ចឹងការមើលមនុស្សមិនមែនតែយើងមើលតែសម្បកក្រៅឬក៏សម្ដីផ្អែមល្ហែមនោះទេប៉ុន្តែវាជាសិល្បៈនៃការអង្កេតទៅលើទម្លាប់ឬក៏សកម្មភាពរបស់គាត់តូចដែលពួកគាត់បញ្ចេញមកអត់ដឹងខ្លួនពេលខ្លះសកម្មភាពធំគាត់ព្យាយាមសម្ដែងព្យាយាមលាក់បាំងអញ្ចឹងយើងមើលអត់ដឹងទេអត់សូវដឹងទេប៉ុន្តែសកម្មភាពតូចដែលគាត់មិនបានប្រុងប្រយ័ត្នហ្នឹងវានឹងលេចចេញមកជាអត្តចរិតរបស់គាត់ហ្នឹងឯងអញ្ចឹងខ្ញុំឲ្យប្រហែលចំណុចអាចថាគួរសមដែរសម្រាប់ឲ្យយើងក្នុងការពិចារណាហើយអ្វីដែលគ្រប់ចំណុចហ្នឹងគឺខ្ញុំតែងតែយកវាមកប្រើប្រាស់ក្នុងជីវិតដែរតែងតែអង្កេតដែរព្រោះឥឡូវរស់នៅក្នុងការប្រុងប្រយ័ត្នភាគច្រើនគឺសប្បុរសច្រើនដល់ពេលសប្បុរសច្រើនទៅជួបតែហានិភ័យរហូតជួបតែគ្រោះមកដល់ខ្លួនឯងរហូតអញ្ចឹងប៉ុន្តែក៏មិនបញ្ឈប់ណាចិត្តសប្បុរសរបស់ខ្លួនឯងដែរប៉ុន្តែគ្រាន់តែយើងរៀងប្រយ័ត្នទៅលើមនុស្សដែលយើងគួរតែសប្បុរសឬក៏មិនគួរសប្បុរសជាមួយអញ្ចឹងបាទអញ្ចឹងខ្ញុំឲ្យចំណុចទី1គឺយើងមើលភាពជាប់លាប់នៃចរិតលក្ខណៈរបស់គាត់ការដែលយើងមើលភាពជាប់លាប់នៃចរិតលក្ខណៈរបស់មនុស្សគឺវាត្រូវការពេលវេលាអញ្ចឹងពេលវេលាវាជាអ្នកបង្ហាញជាអ្នកបញ្ជាក់អញ្ចឹងមានពាក្យមួយគេថាផ្លូវឆ្ងាយទើបដឹងកម្លាំងសេះរស់នៅយូរទើបដឹងចិត្តរបស់មនុស្សអញ្ចឹងអានោះវាអាស្រ័យទៅលើពេលវេលាណាបាទបើសិនណាយើងចង់ដឹងថាសេះនឹងល្អមិនល្អដល់តែប្រើប្រាស់វានៅក្នុងផ្លូវឆ្ងាយឲ្យវារត់ផ្លូវឆ្ងាយថាវាបានកម្លាំងឬក៏សន្ទុះនៃការរត់របស់វានឹងបានប្រមាណម៉ែត្រប្រមាណគីឡូម៉ែត្រអញ្ចឹងបាទមនុស្សដូចគ្នាដែរមនុស្សបើព្យាយាមសម្ដែងអត់ផុតមួយអាទិត្យទេតែហួសមួយអាទិត្យហើយហួស7ថ្ងៃហើយអ្វីដែលភាពពិតប្រាកដរបស់គាត់នឹងចេញមកទាំងអស់អញ្ចឹងវាអត់អាចលាក់បាំងយូរអត់អាចសម្ដែងបានយូរទេអញ្ចឹងមនុស្សខ្លះគឺព្យាយាមអាចសម្ដែងបានល្អក្នុងរយៈពេលខ្លីប៉ុន្តែវាអត់បានរហូតវាអត់បានយូរអង្វែងទេអញ្ចឹងអ្វីដែលជាទម្លាប់ចរិតលក្ខណៈរបស់គាត់ពិតប្រាកដវានឹងលាតត្រដាងចេញមកទៅតាមពេលវេលាទៅតាមហេតុការណ៍ទៅតាមមជ្ឈដ្ឋានមួយចំនួនដែលគាត់មិនបានប្រុងប្រយ័ត្នអញ្ចឹងបានន័យថាយើងចូលចំណុចនេះឲ្យយើងចូលប្រើពេលវេលាដើម្បីសង្កេតមើលភាពជាប់លាប់នៃសកម្មភាពរបស់គាត់បើសិនបើគេតែងតែធ្វើល្អដដែលដាក់យើងទោះបីជាអត់មានអ្នកឃើញឬក៏យើងអត់នៅតែគាត់និយាយល្អពីយើងអីចឹងហើយទោះបីជារឿងហ្នឹងវាគ្មានប្រយោជន៍ដល់គាត់ប៉ុន្តែគាត់នៅតែធ្វើល្អនិយាយល្អពីយើងអានោះបានន័យថាគាត់ចរិតលក្ខណៈរបស់គាត់គឺពិតជាសប្បុរសពិតជាល្អសម្រាប់យើងមែនអញ្ចឹងមនុស្សប្រភេទហ្នឹងគួរតែរាប់អានគាត់អត់ខុសទេអញ្ចឹងប៉ុន្តែបើសិនតាគាត់និយាយល្អចំពោះមុខយើងប៉ុន្តែនៅខាងក្រោយគាត់និយាយអាក្រក់ពីយើងហើយគាត់ធ្វើល្អសម្រាប់តែឲ្យគេឃើញទេនៅពេលដែលគេលែងឃើញគាត់ឈប់ធ្វើអញ្ចឹងអានោះយើងគួរតែមានភាពគំលាតពីគាត់ដូចគ្នាដែរអញ្ចឹងយើងមិនបានស្អប់ខ្ពើមទៅកាន់គាត់ទេប៉ុន្តែគាត់ដែលយើងរក្សានៅភាពឯកជនរបស់ខ្លួនឯងរៀងខ្លួនចាបាទយើងមិនសូវជាស្និទ្ធស្នាលដូចជាមុនអញ្ចឹងបាទចំណុចទី2គឺមើលរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដែលមានឋានៈទាបជាងខ្លួនឯងអញ្ចឹងបាទអញ្ចឹងមនុស្សនៅពេលដែលភាពពិតប្រាកដរបស់គាត់ចេញមកវិធីសាស្ត្រមួយហ្នឹងគឺវាមានប្រសិទ្ធភាពខ្លាំងមែនទែនអញ្ចឹងបើសិនថាឧទាហរណ៍ថាគាត់ជួបអ្នកដែលមានឋានៈខ្ពស់ជាងគាត់មានសម្ដីទន់ភ្លន់ឬក៏ចេះអែប
app off អីចឹងចំពោះអ្នកដែលមានអំណាចមានទ្រព្យសម្បត្តិមានបានលើគាត់អញ្ចឹងប៉ុន្តែបែរជាគាត់ទៅមើលស្រាលឬក៏និយាយសម្ដីអសុរោះទៅកាន់ឬក៏កអឺតកតូមទៅកាន់អ្នកសំទានឬក៏បុគ្គលិកអនាម័យបុគ្គលិកតាមហាងដែលគាត់ប្រាក់ខែតិចតួចអីចឹងតើជាលក្ខណៈមើលស្រាលឬក៏និយាយមាក់ងាយទៅកាន់មនុស្សប្រភេទទាំងអស់ហ្នឹងអាហ្នឹងយើងអត់គួររាប់អានគាត់ទេអញ្ចឹងបានន័យថាមនុស្សហ្នឹងគឺមើលឃើញតែប្រយោជន៍ទេ app off តែអ្នកធំ app off អ្នកដែលមានអំណាចទេអញ្ចឹងហើយគាត់ចាប់ផ្ដើមមើលស្រាលអ្នកដែលតូចតាចជាងខ្លួនអញ្ចឹងអានេះវាជាចរិតពិតរបស់មនុស្សដែល app off ចំណុចទី3បាទមើលសកម្មភាពនៅពេលដែលគេមានសម្ពាធឬក៏ខឹងសម្បាចរិតលក្ខណៈពិតរបស់មនុស្សច្រើនតែលេចចេញមកនៅពេលដែលគាត់ធ្វើអ្វីមិនស្របតាមបំណងនៅពេលដែលគាត់មានសម្ពាធការងារខ្លាំងឬក៏គាត់នៅពេលដែលគាត់ខឹងខ្លាំងតើគាត់នឹងចេះគ្រប់គ្រងអារម្មណ៍ដែរឬអត់អញ្ចឹងបាទបើសិនបើគាត់នឹងចាប់ផ្ដើមជេរប្រតិចឬក៏បោះបោកសម្ភារៈចោលឬក៏ទម្លាក់កំហុសទៅកាន់អ្នកដទៃមិនហ៊ានទទួលខ្លួនឯងនោះបង្ហាញថាមនុស្សប្រភេទហ្នឹងគឺជាមនុស្សដែលយកអារម្មណ៍ជាធំហើយមនុស្សប្រភេទហ្នឹងយើងអត់អាចផ្ញើការងារឬក៏ផ្ដាំផ្ញើការងារធំឲ្យគាត់រ៉ាប់រងបានទេព្រោះការងារធំឧបសគ្គក៏ធំដូចគ្នាអញ្ចឹងតែកាលណាគាត់អត់ចេះគ្រប់គ្រងឬក៏អត់មានភាពចាស់ទុំផ្លូវចិត្តទេគឺអត់អាចកាន់ការងារធំបានអញ្ចឹងទេបាទហើយចំណុចទី4មើលលើការសន្យារក្សាសន្យារបស់គាត់អញ្ចឹងការសន្យាទោះបីជារឿងតូចរឿងធំឬក៏រឿងហ្នឹងវាមិនសូវជាសំខាន់ណាស់ណានោះទេប៉ុន្តែរឿងតូចហ្នឹងឯងវាបង្ហាញថាមនុស្សគាត់ហ្នឹងគោរពពាក្យសន្យាដែរឬអត់មានសច្ចភាពដែរឬអត់អញ្ចឹងបាទអញ្ចឹងយើងចូលពិនិត្យមើលថាតើអ្វីដែលគាត់និយាយហ្នឹងធ្វើបានដោយសម្ដីរបស់គាត់ដែរឬអត់ទោះបីជាការណាត់ជួបតូចឬក៏ការសន្យានឹងថាទេទៅទេមកក៏ដោយបើសិនបើរឿងតូចតាចទាំងអស់ហ្នឹងគាត់ធ្វើមិនបានន័យថាគាត់ចូលចិត្តនិយាយភូតភរឬក៏កិច្ចវេះបាទពីរឿងដែលគាត់បានសន្យាហើយអានោះបានន័យថាមនុស្សប្រភេទហ្នឹងគឺខ្វះទំនួលខុសត្រូវលើសម្ដីរបស់ខ្លួនឯងចំណុចទី5មើលរបៀបដែលគេនិយាយពីអ្នកដទៃនៅពីក្រោយខ្នងចំណុចនេះគឺវាសំខាន់បង្ហាញថាគាត់ល្អមិនល្អបាទអ្នកដែលយករឿងរបស់យើងឬក៏របស់អ្នកដទៃមកប្រាប់យើងរឿងយើងក៏គាត់អាចយកទៅប្រាប់អ្នកដទៃបានដូចគ្នាដែរអញ្ចឹងវាបញ្ជាក់កន្លែងហ្នឹងតែម្ដងបាទបើសិនតែបុគ្គលនឹងចូលចិត្តនិយាយដើមគេក្នុងន័យអវិជ្ជមានឬក៏ចើនវលេចឬក៏វាបហាគេឈ្មោះអ្នកដទៃឲ្យយើងស្ដាប់ដើម្បីឲ្យខ្លួនឯងហ្នឹងមើលទៅមានអារម្មណ៍ថាល្អមនុស្សប្រភេទនេះគឺជាមនុស្សដែលយើងមិនគួរឲ្យទុកចិត្តយើងគួរតែចាក់ឆ្ងាយកុំទុកចិត្តអីសោះមនុស្សដែលមានចិត្តគំនិតវិជ្ជមានពិតប្រាកដច្រើនតែនិយាយអំពីគំនិតឬក៏ចំណុចល្អៗរបស់មនុស្សជុំវិញខ្លួនជាជាងចំណាយពេលនិយាយដើមរបស់អ្នកដទៃប៉ុន្តែបើសិនតែគាត់និយាយពីរឿងអ្នកដទៃនិយាយក្នុងន័យមួយធ្វើម៉េចជាជំនួយឬក៏សុំយោបល់ដើម្បីកែតម្រូវឲ្យដៃគូរបស់គាត់នឹងមានភាពល្អប្រសើរឡើងវិញអានោះគេថាមនុស្សល្អដែលគួរតែរាប់អានព្រោះពេលខ្លះមនុស្សរស់នៅជាមួយគ្នាមិនថាមិត្តភក្តិមិនថាដៃគូទេតែងតែមានចន្លោះខ្វះខាតប៉ុន្តែនៅពេលដែលគាត់មកជជែកជាមួយយើងគាត់សុំយោបល់សុំអីដើម្បីកែតម្រូវឲ្យមនុស្សដែលជាដៃគូរបស់គាត់ពីខ្វះខាតទៅជាល្អពេញលេញវិញមនុស្សប្រភេទហ្នឹងគួរតែរាប់អានហេតុអីបានខ្ញុំចែករំលែកថាគួរតែរាប់អានគាត់ព្រោះអីនៅពេលដែលគាត់រាប់អានជាមួយនឹងយើងមានបញ្ហាគាត់ក៏ទៅរកអ្នកដទៃដើម្បីជួយឲ្យយើងមានភាពល្អប្រសើរឡើងវិញដូចគ្នាដែរប៉ុន្តែបើសិនតែគាត់ចូលចិត្តនិយាយអំពីអ្នកដទៃអំពីរឿងអាក្រក់ចំណុចខ្វះខាតរបស់អ្នកដទៃមកប្រាប់យើងអញ្ចឹងវាសបញ្ជាក់ថានៅពេលដែលគាត់មានបញ្ហាមួយយើងយករឿងយើងក៏ប្រាប់ទៅកាន់អ្នកដទៃផ្សេងមួយទៀតដូចគ្នាដែរអញ្ចឹងយើងគួរតែអត់បាច់រាប់អានគាត់ទេមនុស្សប្រភេទហ្នឹងតែបើនិយាយល្អជួយជ្រោមជ្រែងស្ថាបនាអានោះយើងរាប់អានចុះអត់ជាបញ្ហាទេណាបាទចំណុចទី6គឺឲ្យយើងមើលប្រតិកម្មរបស់ពួកគាត់ហ្នឹងនៅពេលដែលឃើញអ្នកដទៃជោគជ័យបាទចរិតមនុស្សអាចមើលដឹងតាមរយៈភាពច្រណែននៅពេលឃើញមិត្តភក្តិឬក៏អ្នកជំនាញខ្លួនហ្នឹងបានឡើងបុណ្យសាឬក៏មានលៀបសំណាងធំអីចឹងពួកគាត់ហ្នឹងចូលចិត្តត្រេកអរដោយស្មោះត្រង់ឬក៏និយាយបែបឌឺដងតើគាត់ហ្នឹងបាទនិយាយចូលចិត្តនិយាយបង្អាប់ឬក៏ព្យាយាមរកចំណុចអាក្រក់មកបង្ខូចភាពជោគជ័យរបស់គេមនុស្សដែលមានចិត្តទូលាយពិតប្រាកដនិងចាត់ទុ
ទុកគេហៅថាភាពជោគជ័យរបស់អ្នកដទៃហ្នឹងជាការលើកទឹកចិត្តប៉ុន្តែបើសិនតែមនុស្សមានភាពចង្អៀតចង្អល់ឬក៏មានអារម្មណ៍ក្តៅក្រហាយនៅពេលដែលឃើញគេល្អជាងខ្លួនបាទគាត់អត់សប្បាយចិត្តទេគាត់តែងតែរកវិធីសាស្ត្រណាដើម្បីបន្ទាបភាពជោគជ័យរបស់គេចេញមកបាទអាហ្នឹងគឺយើងមើលចរិតមនុស្សសប្បុរសពិតប្រាកដឬក៏មិនពិតប្រាកដទៅលើនឹងឯងតើគាត់មានភាពច្រណែនគេដែរអត់តើមានភាពក្តៅក្រហាយគេអត់នៅពេលដែលគេជោគជ័យឬក៏មិត្តភ័ក្តិរបស់គាត់នឹងជោគជ័យតែគាត់ត្រេកអរជាមួយគេអត់បើអត់ត្រេកអរទេអានោះក៏ថាមិនមែនជាការរាប់អានពិតប្រាកដទេអានោះរាប់អានឃើញតែប្រយោជន៍ហើយបាទខ្លីៗបាទចំណុចទី7បាទគឺឲ្យយើងមើលការរស់នៅនិងទម្លាប់ផ្ទាល់ខ្លួនរបស់គាត់ការរស់នៅនិងទម្លាប់ផ្ទាល់ខ្លួនគឺបង្ហាញពីភាពហ្មត់ចត់របស់គាត់បាទបើទម្លាប់នៃការរស់នៅរបស់គាត់បែបណាការធ្វើការងាររបស់គាត់ក៏បែបហ្នឹងដូចគ្នាហ្មត់ចត់ដូចគ្នាដែរការសង្កេតមើលតាមរបៀបនៃការប្រើប្រាស់សម្ភារៈឬក៏ការស្លៀកពាក់ឬក៏ភាពស្អាតបាតក៏អាចប្រាប់អំពីភាពហ្មត់ចត់ក្នុងចិត្តរបស់គាត់ដូចគ្នាដែរបាទមនុស្សដែលមានរបៀបរៀបរយច្រើនតែជាមនុស្សដែលមានការគិតច្បាស់លាស់និងមានវិន័យខ្ពស់ផ្ទុយទៅវិញមនុស្សដែលរស់នៅរប៉ាត់រប៉ាយឬក៏មិនខ្វល់ពីភាពស្អាតឬក៏ចិត្តកខ្វក់បាទច្រើនតែជាមនុស្សមានគំនិតមិនស្រូវដាច់ស្រេចឬក៏ខ្វះការយកចិត្តទុកដាក់ទៅលើពលមានលំអិតក្នុងជីវិតរបស់ខ្លួនអញ្ចឹងការរស់នៅរបស់គាត់រប៉ាត់រប៉ាយបែបម៉េចឆ្អាប់បែបម៉េចការធ្វើការងាររបស់គាត់ក៏អត់ពេញដៃពេញជើងដូចគ្នាដែរធ្វើទុកចោលអត់មានរបៀបរៀបរយនោះទេអញ្ចឹងអានោះអាចសង្កេតបានដែរមើលការរៀបចំខ្លួនរបស់គាត់បែបណាការរៀបចំខ្លួនមិនមែនទាល់តែលយឆាយទៅហៅថាគាត់នឹងយកចិត្តទុកដាក់អត់ទេបាទការភាពសមសួនរបស់មនុស្សអញ្ចឹងយើងមើលទៅលើភាពសមសួនរបស់មនុស្សបើប្រុសកាត់សក់បានស្អាតបាតសិតសក់បានត្រឹមត្រូវហើយសម្លៀកបំពាក់ទនុយស្អាតបាតនិយាយទៅរៀបចំខ្លួនបែបស្អាតបាតសមសួនបាទក្លិនខ្លួនក្លិនមាត់វាអត់មានថាជះឥទ្ធិពលអាក្រក់ទៅកាន់អ្នកដទៃនោះបានន័យថាជាមនុស្សមួយដែលគាត់មានទម្លាប់រស់នៅល្អហើយការធ្វើការងាររបស់គាត់នឹងតែល្អហើយព្រោះអីគាត់យកអាទម្លាប់នៃការរស់នៅរបស់គាត់ហ្នឹងទៅអាចធ្វើនៅក្នុងការងារដូចបានដូចគ្នាតែបើមនុស្សអត់បានគិតគូរទៅលើរឿងរ៉ាវទាំងអស់ហ្នឹងទេការងាររបស់គាត់ក៏ធ្វើប្រហែលតែតាមនឹងដែរអញ្ចឹងអាហ្នឹងយើងអាចសង្កេតមើលបានដឹងដែរតទៅទៀតចំណុចទី8គឺមើលរបៀបនៃការដោះស្រាយបញ្ហារបស់គាត់ជាមួយនឹងលុយកាក់គឺជាកញ្ចក់ឆ្លុះចរិតរបស់មនុស្សដ៏ល្អបំផុតខ្ញុំអាចនិយាយចឹងបានព្រោះអីមនុស្សនឹងលុយចិត្តប្រែប្រួលយើងនិយាយថាយើងស្មោះត្រង់បាទយើងសប្បុរសខ្លាំងណាស់យើងមិនដែលលួចឆក់ប្លន់អ្នកដទៃទេហេតុអីបាននិយាយចឹងបានដោយសារអត់មានលុយនៅកាន់ដៃអត់មានលុយនៅមុខតែបើសិនតែមានលុយនៅមុខហើយអ្វីគឺប្រែប្រួលទៅតាមទឹកលុយដូចគ្នាដែរតែបើសិនតែគាត់មានចរិតលក្ខណៈជាបុគ្គលដែលសប្បុរសពិតប្រាកដដែលមានគុណធម៌ពិតប្រាកដគឺគាត់តែងតែប្រើបញ្ញាញាណរបស់គាត់ឬក៏គតិបណ្ឌិតរបស់គាត់ក្នុងការប្រើប្រាស់លុយកាក់ហ្នឹងហើយអញ្ចឹងថាលុយកាក់គឺជាកញ្ចក់ឆ្លុះចរិតមនុស្សពិតប្រាកដគឺវាជារឿងសំខាន់មួយបាទគេអាចចែករំលែកដែរអត់អញ្ចឹងបាទចែករំលែកនោះមិនន័យថាជាឧទាហរណ៍ថាយើងញ៉ាំអីជុំគ្នាយើងមិនទៅចែកចំណែកក្នុងការជួយចេញលុយគ្នាអញ្ចឹងតែបើសិនតែគាត់នៅពេលដែលញ៉ាំអីតែងតែចង់គេចំណេញឲ្យគេចេញឲ្យគេអីរហូតអីចឹងតែបើម្ដងពីរដងអត់ជាបញ្ហាទេអានោះវាជាគេថារក្សាទំនាក់ទំនងល្អអញ្ចឹងប៉ុន្តែបើញឹកញយពេកអត់កើតទេគេហៅថាជាការកេងប្រវ័ញ្ចគេហៅថាពេលដល់ពេលចេញលុយរលេះកិច្ចវេះអានោះគេហៅថាយើងការរាប់អានហ្នឹងគឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពីគ្នាទៅវិញទៅមកទេបើន័យថាព្យាយាមតែកេងចំណេញចង់បានទ្រព្យលាភសំណាងហ្នឹងតែឯងអញ្ចឹងទៅបាទអាហ្នឹងគឺយើងមិនគួរតែរាប់អានជាមិត្តល្អទេបើមិត្តធម្មតាបានតែកុំឲ្យមិត្តល្អក្រោកខ្លួនហើយកន្លែងហ្នឹងបាទព្រោះអីចូលចិត្តកេងចំណេញថាពីយើងអញ្ចឹងបាទតាមថាហ្នឹងគឺគួរតែជួយចេញគ្នាទៅវិញទៅមកល្អបាទតទៀតចំណុចទី9បាទមើលការប្រើប្រាស់កសែភ្នែកនិងភាសាកាយវិការបាទចំណុចនេះក៏វារឹតតែសំខាន់ដូចគ្នាដែរបាទនៅពេលដែលសន្ទនាមនុស្សដែលស្មោះត្រង់ច្រើនតែមានកសែភ្នែកនិងសម្លឹងចំភ្នែកអ្នកដែលសន្ទនាគេហៅថាភ្នែកទល់ភ្នែកបាទកសែភ្នែកប្រតិគ្នាអញ្ចឹងនិយាយទៅមានភាពជឿជាក់ទៅលើគ្នាទៅវិញទៅមកបើសិនបើជាមនុស្សដែលមិនស្មោះត្រង់ទេនៅពេលដែលជជែកគ្នាចូលចិត្តងាកឆ្វេងងាកស្ដាំកលេចនេះកលេចនោះពេចចេះព្រិចចុះបាទហាក់បីដូចជាលាក់លៀមក្នុងចិត្តលាក់បាំងរឿងរ៉ាវអ្វីមួយអញ្ចឹងបាទមនុស្សប្រភេទនេះបានន័យថាកលេចកលុចណាបាទប៉ុន្តែអ្នកនរគ្នាត្រូវប្រុងប្រយ័ត្នដែរពេលខ្លះគ្នានៅក្មេងអញ្ចឹងយើងជជែកជាមួយនៅវិទ្យាល័យឬក៏ក្មេងៗអីគាត់មិនទាន់បានសិក្សាបានដិតដ
ល់អីចឹងគិនសូវហ៊ានមើលយើងទេអាហ្នឹងប៉ុន្តែចំណុចហ្នឹងក៏យើងមិនត្រូវវាតម្លៃថាគាត់នឹងមិនក្លេកក្លោកដូចគ្នាដែរអានោះដោយសារគ្នាមិនទាន់មានអាខាថាចំណេះដឹងក្នុងការប្រាស្រ័យតាក់ទងណាបាទប៉ុន្តែបើសិនតែក្នុងរបបនៃការរស់ស៊ីអ្នករស់ស៊ីឬក៏អ្នកធ្វើការធំដុំជាមួយគ្នាអានោះគេយល់ដឹងហើយតែបើសិនតែនៅក្នុងកំឡុងពេលដែលគេយល់ដឹងគេទំនាក់ទំនងមួយយើងបែបហ្នឹងយើងអត់គួររស់ស៊ីជាមួយទេព្រោះអីមនុស្សហ្នឹងគឺក្លេកក្លោចហើយអាហ្នឹងខ្ញុំសូមនិយាយឲ្យដាច់ណាកុំវាតម្លៃចូលគ្នាទាំងអស់មួយគ្នាក្មេងគ្នាអត់ដឹងភ្នែកគ្នាចឹងឯងអត់ដែលមើលមុខគ្នាចំមេក្លេកក្លោចមើលចេះមើលចុះមើលឆ្វេងមើលស្ដាំអីចឹងទៅអានោះអាចថាជាទម្លាប់ក្មេងប៉ុន្តែមនុស្សធំហើយចេះរស់ស៊ីហើយគឺគេមានគំនិតហើយមិនគេទៅរស់ស៊ីបានបើមានគំនិតគេហ៊ានចេញទៅទេហ្នឹងគឺគួរតែប្រយ័ត្នបាទចំណុចមួយទៀតដែលខ្ញុំគួរចែករំលែកចុងក្រោយគឺបាទមើលរបៀបដែលគេទទួលយកការរិះគន់បាទការរិះគន់នេះបើមិនត្រូវចិត្តទេគឺខឹងហ្មងបាទប៉ុន្តែក្នុងការនិយាយតែងតែរិះគន់ដើម្បីស្ថាបនារិះគន់អីចឹងបាទនៅពេលដែលគេនិយាយរិះគន់ចាប់ផ្ដើមលេងចង់ទទួលយកបាទឬក៏អ្នកនិយាយរិះគន់នោះមិនមែនជារិះគន់ស្ថាបនាជារិះគន់ចិនបលិចបដ ដោយបាទប៉ុន្តែចំណុចហ្នឹងគឺវាស្ដែងបញ្ជាក់ដែរថាយើងនឹង know ដែរឬអត់បាទមនុស្សដែលមានភាពរឹងរូសនិងមានគេថាគំនិតទស្សនៈអញជាធំបាទអញនិយមបាទអាហ្នឹងគឺគាត់មិនចូលចិត្តឲ្យអ្នកដទៃរិះគន់លើចំណុចខ្វះខាតរបស់ខ្លួនឯងឡើយអញ្ចឹងនៅពេលដែលមានគេផ្ដល់មតិស្ថាបនាឬក៏គេចង់កែលម្អអីអញ្ចឹងគឺគាត់តែងតែខឹងសម្បាឬក៏ងក់ងោឬក៏អត់សូវយកចិត្តទុកដាក់ស្ដាប់ទេហើយអារម្មណ៍អត់សប្បាយចិត្តនឹងការកែលម្អរបស់អ្នកដទៃទេអញ្ចឹងបើសិនតែមនុស្សចង់អភិវឌ្ឍមនុស្សបំរុងតែនឹងរីកចម្រើនពិតប្រាកដណាមនុស្សហ្នឹងគឺចូលចិត្តស្ដាប់ការរិះគន់ជាងការសរសើរការកោតសរសើរមនុស្សដែលមានបញ្ញាមានគតិបណ្ឌិតមនុស្សដែលមានគេហៅថាដងខ្លាចទៅជាអ្នកដឹកនាំគេហៅថាមាន snow ជាអ្នកដឹកនាំពិតប្រាកដណាបាទនៅពេលដែលគេនិយាយកោតសរសើរធម្មតាទេសប្បាយរីករាយធម្មតាវាអត់ត្រេកអរខ្លាំងណាស់ណានោះទេប៉ុន្តែបើសិនតែគេនិយាយអំពីការរិះគន់អំពីចំណុចខ្វះខាតរបស់គាត់វិញគាត់មានអារម្មណ៍ថារីករាយពិតប្រាកដគេថាមានមនុស្សដែលអាចជួយជ្រោមជ្រែងគាត់ឡើងបានអញ្ចឹងបាទមានមនុស្សដែលអាចមើលឃើញចំណុចខ្វះខាតគាត់បានគាត់សប្បាយចិត្តខ្លាំងមែនទែនចំណុចហ្នឹងគឺអាចបង្ហាញថាបុគ្គលហ្នឹងជាអ្នកអាចធ្វើការងារធំបានឬក៏មាន snow ជាអ្នកដឹកនាំអញ្ចឹងយើងអាចពឹងពាក់អាស្រ័យឬក៏រាប់អានជាមួយនឹងគាត់បានប៉ុន្តែបើមនុស្សជួយចិត្តនិយាយថាអាចជួយឲ្យ feedback នៅពេលដែលគេឲ្យ feedback មកអត់ទទួលយកបានន័យថាបុគ្គលនោះអត់ទទួលយកការកែប្រែខែអីចឹងហើយខឹងទៅការឲ្យ feedback របស់គេវិញអានោះយើងក៏មិនចាំបាច់គេហៅថារាប់អានស៊ីជម្រៅណាស់ណាដែរបាទអញ្ចឹងថ្ងៃក្រោយនឹងមានបញ្ហាមួយយើងហើយនៅពេលដែលយើងនិយាយពីកំហុសរបស់គាត់អញ្ចឹងការមើលមនុស្សគឺត្រូវប្រើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយយើងក៏មិនគួរវាតម្លៃភ្លាមទៅលើចំណុចណាមួយនោះទេព្រោះមនុស្សម្នាក់សុទ្ធតែមានកលៈទេសៈរៀងខ្លួនហើយនឹងមានបញ្ហាជីវិតរបស់ខ្លួនឯងហ្នឹងរៀងខ្លួនអញ្ចឹងយើងកុំទាន់វាតម្លៃភ្លាមមិនន័យថាយើងមើលវាគ្រប់ជ្រុងជ្រោយសូមយើងផ្ដើមវាតម្លៃផ្សេងទៅអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមចែករំលែកជាមួយអ្នកនរគ្នាត្រឹមប៉ុណ្ណឹងទាក់ទងនឹងក្បួននៃការមើលមនុស្សអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចយកឬក៏អាចស្ដាប់វីដេអូនឹងជាគតិជាប្រយោជន៍មួយសម្រាប់ឲ្យអ្នកនរគ្នាយកទៅប្រើប្រាស់បានដូចគ្នាដែរអញ្ចឹងហើយខ្ញុំក៏សូមអភ័យទោសនៅពេលដែលខ្ញុំបកស្រាយទៅមានការលើសលួសខ្វះខាតត្រង់ចំណុចណាមួយសូមខន្តីអភ័យទោសអញ្ចឹងខ្ញុំមានប៉ុណ្ណឹងដើម្បីចែករំលែកជាមួយអ្នកនរគ្នាបាទសូមអរគុណ